ធម្មសូមគោរពជំរាបសួរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានវត្តមាននៅទីនេះក៏ដូចជារៀមច្បងហើយអង្គទូតអ្នកតំណាងនិងអង្គការសង្គមស៊ីវិលផ្សេងៗទាំងអស់ហើយថ្ងៃនេះក្នុងនាមជាយុវជនខ្ញុំមានតែចំណុច2ទេដើម្បីយកមកធ្វើការបង្ហាញក៏ដូចជាជំរាបជូនបងប្អូនប្រជាពលរដ្ឋអញ្ចឹងចំណុចទី1ដោយសារតែកន្លងមកខ្ញុំធ្លាប់បានលើបញ្ញវន្តក៏ដូចជាមន្ត្រីរាជការមួយចំនួនគាត់បានលើកឡើងគាត់បានលើកឡើងអំពីភាពអសុពលភាពក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងគឺមិនសូវមានតម្លៃដោយរដ្ឋធម្មនុញ្ញជាដើមអញ្ចឹងការលើកឡើងបែបនេះគឺវាធ្វើឲ្យខ្ញុំហ្នឹងទៅបានទៅធ្វើការស្រាវជ្រាវខ្លះដែរទៅលើការលើកឡើងគេហៅ argument បែបហ្នឹងណាអញ្ចឹងទី1យើងនិយាយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសអត់មានសុពលភាពឬក៏អសុពលភាពដោយសារតែវាមានចែងនៅក្នុងមាត្រា1នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបងប្អូនប្រជាពលរដ្ឋនៅក្នុងមាត្រា1នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសมันបានកំណត់អំពីសុពលភាពទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេមាត្រា1នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺគេបញ្ជាក់អំពីដំណាក់កាលក៏ដូចជាការចាប់ផ្ដើមនិងការបញ្ចប់នៃគេហៅ transitional period ដំណាក់កាលអន្តរកាលនៅពេលដែលអ៊ុនតាក់ចាប់ផ្ដើមធ្វើប្រតិបត្តិការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជាអញ្ចឹងនៅក្នុងមាត្រា1នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសมันបានបញ្ជាក់អំពីសុពលភាពក៏ដូចជាការបរិច្ឆេទនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយអាហ្នឹងចំណុចទី2តកតងជាមួយនឹងសារៈសំខាន់យើងដឹងស្រាប់ហើយនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសតកតងជាមួយនឹងកិច្ចព្រមព្រៀងទៅលើការដោះស្រាយជំនួសនយោបាយខ្មែរហ្នឹងនៅក្នុងគេហៅឧបសព្វ័ណ្ណទី5ហ្នឹងគឺបានចែងច្បាស់អំពីគោលការណ៍ផ្សេងដែលរដ្ឋធម្មនុញ្ញឆ្នាំ1993ត្រូវបង្កើតត្រូវតែគោរពទៅលើគោលការណ៍ដែលបានចែងនៅក្នុងឧបសព្វ័ណ្ណទី5នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសអញ្ចឹងមានន័យថាកិច្ច1993រដ្ឋធម្មនុញ្ញរបស់យើងសពថ្ងៃការបង្កើតឡើងគឺមកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសអញ្ចឹងបើសិនជារដ្ឋធម្មនុញ្ញរបស់យើងសំខាន់តើសន្ធិសញ្ញាក៏ដូចជាឯកសារដែលបង្កើតឲ្យមានកិច្ចសំទោសដែលបង្កើតឲ្យមានរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាថាតើសំខាន់ដែរអត់នៅក្នុងការសិក្សាឯកសារច្បាប់អីក៏ដោយច្បាប់ឬក៏ឯកសារផ្សេងដែលជាដើមចមនៅក្នុងការបង្កើតនៅឯកសារថ្មីទៀតអញ្ចឹងអានឹងគឺជាឯកសារដែលសំខាន់នៅក្នុងការប្រើប្រាស់យោងបើសិនជាមានការបកស្រាយណាមួយនៅក្នុងរដ្ឋធម្មនុញ្ញមិនច្បាស់លាស់យើងអាចយកឯកសារយោងដែលជាឯកសារនៅក្នុងការបង្កើតរដ្ឋធម្មនុញ្ញរបស់យើងហ្នឹងយកមកមើលបន្ថែមអាហ្នឹងចំណុចទី2ចំណុចចុងក្រោយហ្នឹងតកតងជាមួយនឹងអសុពលភាពដែលខ្ញុំនឹងនិយាយអំពីច្បាប់ស្ដីអំពីសន្ធិសញ្ញាដែលហៅថា law of the treaty ហ្នឹងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះគឺយើងអាចនិយាយបានថាវាជាកិច្ចព្រមព្រៀងដែលយើងថាជាសន្ធិសញ្ញាកាលណាយើងនិយាយសន្ធិសញ្ញាមានន័យថាមានភាគីរដ្ឋជាច្រើនដែលបានចុះអាចថាលើសពីមួយអញ្ចឹងនៅក្នុងសន្ធិសញ្ញាព្រមព្រៀងទីក្រុងប៉ារីសនេះសំទោសគឺយើងអាចចាត់ទុកថាគឺជាសន្ធិសញ្ញាអញ្ចឹងកាលណាយើងនិយាយសន្ធិសញ្ញាយើងត្រូវយកឯកសារនៃច្បាប់ស្តីពីសន្ធិសញ្ញាមកវាស់អំពីសុពលភាពក៏ដូចជាគេហៅថា determination មុខភាពនៃសន្ធិសញ្ញាទាំងអស់ហ្នឹងយើងមិនអាចនិយាយថាវាអស់សុពលភាពបានសញ្ចិតទេអញ្ចឹងនៅក្នុងមាត្រា42នៃច្បាប់ស្តីអំពីសន្ធិសញ្ញាហ្នឹងគឺគេបាននិយាយអំពីអសុពលភាពរបស់សន្ធិសញ្ញាមួយគឺអាចធ្វើបាននៅក្នុងករណីណាខ្លះអញ្ចឹងបើសិនជាយើងពិនិត្យមើលនៅក្នុងច្បាប់ស្តីពីសន្ធិសញ្ញាហ្នឹងខ្ញុំបានអានដែរហើយបើសិនជាយុវជនដែលចង់ដឹងបន្ថែមអាចទៅរកអានបានតកតងជាមួយនឹងច្បាប់សន្ធិសញ្ញាមាត្រា42នៅក្នុងករណីដែលប្រទេសមួយអាចដកសមាជិកភាពខ្លួនឯងពីសន្ធិសញ្ញាឬក៏សន្ធិសញ្ញាហ្នឹងនឹងមិនមានសុពលភាពដែលយើងអាចភ្ជាប់ទៅលើកាតព្វកិច្ចអនុវត្តលើសន្ធិសញ្ញាហ្នឹងបានវាលុះត្រាតែយើងហ្នឹងគឺបានប្រកាសចំហថាយើងនឹងមិនជាភាគីហត្ថលេខីនៅក្នុងសន្ធិសញ្ញាហ្នឹងអាហ្នឹងទី1ទី2ទៀតមានន័យថាសន្ធិសញ្ញាហ្នឹងគឺបានកំណត់អំពីការបរិច្ឆេទថាតើបញ្ចប់ពេលណាអីពេលណាអញ្ចឹងបើសិនជាយើងមើលនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងអត់មាននៅក្នុងបុគ្គលិកលក្ខណៈបែបហ្នឹងទេដែលហៅថា characteristic បែបហ្នឹងទេអញ្ចឹងសួរថាតើយើងវាស់អំពីអសុពលភាពនៃសន្ធិសញ្ញាទីក្រុងប៉ារីសហ្នឹងដោយយោងលើសន្ធិសញ្ញាតើវាត្រឹមត្រូវដែរឬទេអញ្ចឹងចម្លើយគឺមិនត្រឹមត្រូវទេនៅក្នុងលក្ខខណ្ឌនៃច្បាប់ស្តីពីសន្ធិសញ្ញាគឺសន្ធិសញ្ញាទីក្រុងប៉ារីសអត់មានលក្ខខណ្ឌមួយណាដែលអនុវត្តទៅលើភាពអសុពលភាពនៃសន្ធិសញ្ញាបាននោះទេអាហ្នឹងចំណុចទី3អញ្ចឹងខ្ញុំត្រឡប់មកវិញខ្ញុំគិតថាការដែលលើកឡើងពាក់ព័ន្ធជាមួយនឹង
validity ភាពអសពលភាពរបស់សន្ធិសញ្ញាទីក្រុងប៉ារីសខ្ញុំគិតថាវាជារឿងមួយដែលយើងត្រូវពិចារណាយ៉ាងឡើងវិញជាពិសេសគឺបញ្ញវន្តហើយមួយចំនួនដែលបានលើកឡើងខ្ញុំគិតថាគួរតែទៅមើលទៅលើចំណុចដែលខ្ញុំបានលើកឡើងហើយយើងកុំព្យាយាមនៅក្នុងការបកស្រាយណាមួយដែលហួសពីការពិតអ្វីដែលយើងបកស្រាយគឺផ្អែកទៅលើតថភាពជាក់ស្ដែងនៃសន្ធិសញ្ញាចំណុចមួយទៀតដោយសារតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះគឺមិនមែនមានតែមួយសន្ធិសញ្ញាទេមានន័យថាយើងមាន4ឯកសារសំខាន់នៅក្នុងហ្នឹង4ឯកសារសំខាន់ខ្ញុំលើកមួយដែលជាឯកសារសំខាន់តាក់ទងជាមួយនឹងកិច្ចព្រមព្រៀងទៅលើការធានាបូរណភាពដែនដីប្រទេសកម្ពុជាឬក៏ជាប្រទេសដែលមិនអាចរំលោភបាននៅក្នុងចំណុចនេះយើងចង់បញ្ជាក់តាក់ទងជាមួយនឹងអធិបតេយ្យភាពរបស់កម្ពុជាលើការរំលោភនៃប្រទេសជិតខាងដោយបណ្ដាប្រទេសមួយចំនួនអញ្ចឹងខ្ញុំគិតថាកណាយើងនៅរក្សាតម្លៃនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងអាចយកឯកសារទាំងអស់នោះធ្វើជាមូលដ្ឋានគ្រឹះនៅក្នុងការតវ៉ាឬក៏ទាមទារឬក៏ប្រឈមជាមួយនឹងបណ្ដាប្រទេសមួយចំនួនបើសិនជាមានការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដូចជាការប្រើប្រាស់ទ័ពជាដើមអញ្ចឹងអានឹងគឺជាឯកសារសំខាន់នៅពេលដែលយើងមានបញ្ហាយើងនឹងយកវាជាឯកសារយោងដើម្បីទៅបង្ហាញអន្តរជាតិជាពិសេសបណ្ដាប្រទេសមួយចំនួនដែលជាប្រទេសជិតខាងកម្ពុជាគឺបានចុះហត្ថលេខាដើម្បីធានាទៅលើបូរណភាពដែនដីលើប្រទេសកម្ពុជាហើយបើសិនជាមានករណីរំលោភពួកគេមានន័យថាប្រទេសទាំងអស់នោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិពីព្រោះពួកគេគឺជាប្រទេសហត្ថលេខីនៅក្នុងការធានាបូរណភាពដែនដីប្រទេសកម្ពុជាគឺជាប្រទេសឯករាជ្យមិនអាចរំលោភបានអញ្ចឹងដោយយើងបានមើលនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រទេសដែលបានចុះហត្ថលេខាលើការការពារបូរណភាពដែនដីគឺបើយើងមើលប្រទេសជិតខាងមានថៃមានវៀតណាមដែរអញ្ចឹងប្រទេសពីរហ្នឹងក៏ជាប្រទេសហត្ថលេខីមួយលើការធានាបូរណភាពដែនដីប្រទេសកម្ពុជាដែរអញ្ចឹងត្រឡប់មកវិញខ្ញុំនៅតែហ៊ាននិយាយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជាកិច្ចព្រមព្រៀងដ៏សំខាន់ចំពោះកម្ពុជាបើទោះបីជាកិច្ចព្រមព្រៀងទៅលើការដោះស្រាយចំនួននយោបាយនៅក្នុងទសវត្សរ៍ឆ្នាំ90បានចប់ពិតមែនប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយនេះមិនមែនមានតែឯកសារមួយនៅក្នុងការនិយាយរៀបរាប់អំពីការបោះឆ្នោតឬក៏ការដោះស្រាយចំនួនកម្ពុជានៅពេលនៅទសវត្សរ៍90ទេប៉ុន្តែវាលើសពីនេះគឺការធានានៅបូរណភាពដែនដីប្រទេសកម្ពុជាជាប្រទេសដែលមិនអាចរំលោភបានហើយខ្ញុំគិតថាដូចជាមិនមានពេលច្រើនទេខ្ញុំចង់ឲ្យយុវជនទាំងអស់គ្នាមេត្តារក្សានៅតម្លៃក៏ដូចជាការយល់ដឹងបន្ថែមតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយការរក្សាតម្លៃនេះហើយដែលធ្វើឲ្យយើងនៅក្នុងនាមជាប្រជាពលរដ្ឋនីមួយយើងបានដឹងអំពីប្រវត្តិសាស្ត្រខ្លួនឯងហើយយើងមានភាពរឹងមាំក្លាហាននៅក្នុងការតតាំងក៏ដូចជានៅក្នុងការប្រឈមជាមួយនឹងបណ្ដាប្រទេសផ្សេងបើសិនជាមានករណីនៅក្នុងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាហើយការសិក្សាអំពីគេហៅថាប្រវត្តិសាស្ត្រខ្លួនឯងការដឹងអំពីការវិវត្តនយោបាយខ្លួនឯងវាគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់យុវជននៅក្នុងការកសាងនៅបណ្ដុះស្មារតីទឹកចិត្តស្រឡាញ់ជាតិក៏ដូចជាថែរក្សាប្រទេសរបស់យើងផងដែរហើយខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលបានចូលរួមហើយខ្ញុំមានមតិយោបល់តែប៉ុណ្្នឹងទេសូមអរគុណបាទ